ចូលអាងទឹកជំរុំបាទពីនោះយើងមកពីសៃវ៉ាតែនៅក្នុងឃុំព្រៃកែសុកព្រៃក្បាស់ខេត្តតាកែវដែរទេហើយយើងចូលតាមនេះគឺជាអាងទឹកជំរុំបាទហើយយើងចូលទៅទីតអាងទឹកជំរុំបាទហើយទៅអាងទឹកនេះតែជាគេហៅថាកូនកន្លែងរមណីយដ្ឋានណានិយាយទៅរមណីយដ្ឋានធំគាត់ណានេះយើងនិយាយជាកូនកន្លែងទំនប់ទឹកអាងទឹកមួយដែលទប់ទឹកសម្រាប់រដូវប្រាំងបាទអញ្ចឹងហើយនេះចូលកូនរដូវប្រាំងបរាហើយដែលមានទឹកសម្រាប់ស្ទូចត្រីលេងក៏ដូចជាកំសាន្តបាទហែលទឹកហែលអីលេងឬក៏ស្ទូចត្រីបាទឬក៏នេសាទអីមកបានចឹងទៀតអ្នកនរគ្នានឹងបានឃើញអាងទឹកជំរុំច្បាស់បាទឥឡូវខ្ញុំកំពុងធ្វើទៅគេដល់នៅខាងមុខនោះបាទនៅខាងមុខនោះគេដាក់ផ្លូវវាជាផ្លូវគ្រោះហមបងប្អូនផ្លូវទំនប់លើដាក់ណាហើយមើលបងប្អូនមើលទេសភាពវាខែទៅស្អាតកាត់ស្បៃច្រើនច្រើនចឹងហើយខ្ញុំក៏ជឿឱកាសថតវាស្រូវបាទរដូវខែបុណ្យអ៊ំទូកបាទខែបុណ្យអ៊ំទូកឆ្នាំ2025ចឹងណាបាទហើយខ្ញុំមើលខ្ញុំចង់គាត់មើលស្រែចូលក្នុងនេះតាខ្ញុំគ្រប់នេះសាលាឆោតទៀនបងប្អូនតែយើងបងប្អូនអ្នកខ្លះអត់ទាន់ស្គាល់សាលាឆោតទៀននេះសាលាឆោតទៀននេះគឺជាទីកន្លែងដែលសម្ចត rest stop នេះទីស្នាក់ការសហគមន៍កសិករប្រើប្រាស់ទឹកបាទឬក៏អាចថាសាលាឆោតទៀនក៏បានដែរណាស្រូវនេះហមដូចនេះហើយបាទស្រូវហមដូចនេះហើយចឹងដល់ហើយបងប្អូនបាទដល់កន្លែងមិនថាយកអង្គុយមកស្ទូចត្រីទៅតែខ្លាចជក់ខ្ញុំស្ទូចជក់សូរ៉ាញញៀនខ្ញុំខ្លាចហួសម៉ោងទៅអ្នកផ្ទះគាត់លោឡាយើងមកដល់ធំខិនត្រីតិចទៀតណាបាទអាងទឹកជំរុំបាទអាងទឹកជំរុំនេះបាទនេះកន្លែងទប់ទឹកបាទកន្លែងទប់ទឹកទូកថ្នោតបងប្អូនទូកថ្នោតដែលជីហេបងប្អូនខ្មែរចំនួនខ្ញុំជីទាំងអស់គ្នាបាទនេះទូកថ្នោតបាទនេះគឺវាលហលហេវហ្នឹងគឺអាងទឹកជំរុំហើយបងប្អូនណាអាងទឹកជំរុំតែគាត់ដាក់ស្រុកដាក់ភូមិគាត់មកបងត្រីនេសាទត្រីណាបាទនោះគឺគេហៅបឹងខាងលិចបឹងកើតចឹងឥឡូវមកដល់នេះហើយនេះមានផ្លូវគេទៅបឹងទៅភូមិទៅអីចឹងទៀតទៅបាទចឹងណាឥឡូវតិចទៀតយើងទៅដល់កន្លែងទឹកហូរហើយបងប្អូនគាត់បងត្រីដែរបាទបងប្អូនបើយើងមើលពីនេះទៅឃើញនោះគឺជាភ្នំជីសូនោះបាទភ្នំជីសូនោះបាទភ្នំជីសូឃើញទេបាទហើយយើងទៅពីនេះទៅប្រហែលជា6គីឡូ7គីឡូដល់ហើយបាទយើងទៅពីហ្នឹងបានថាចេញពីហ្នឹងយើងជិះតាមផ្លូវកាត់នេះក៏បានបាទទៅត្រង់នេះក៏បានហើយបន្តមកយើងឬក៏យើងទៅខាងក្រោយវិញបកក្រោយវិញបាទទៅផ្លូវត្រង់នេះមួយឲ្យបត់ឆ្វេងបាទបត់ឆ្វេងផ្លូវត្រង់ណាបាទនោះផ្លូវមានឡានម៉ូតូជិះកាត់ណាផ្លូវកស៊ូដែលខ្ញុំបកចូលមកមិញនេះបាទហ្នឹងហើយបងប្អូនទាំងយើងមកកន្លែងបងត្រីបងត្រីទៅជាបរិបទបងត្រីលូតទីកស៊ីបាទបានហើយអូតែបានកូនត្រីពិនណាឡាឡាក់ស្អីនេះគឺវាតទៅដែរហើយគឺជាហៅអាងទឹកជំរុំបាទទឹកជំរុំទៅទៀតយើងឆ្លងកាត់ឡើងដល់ឡានម៉ូតូឆ្លងកាត់បានព្រោះទឹករហូតទៅត្រីមាត់គឺតំណស្ទីត្រីទៅត្រីមកហើយខ្លាំងតែអីស្ទូចបាននេះ
លេងបាននេះហើយđây chẳng mà lấy mình tự bao bên này đó tôi cái lực nào nó mò tôi đột nó nặng mỏng mà cắt hướng đột nó nặng lại rồi đập mùi